នេះឯងនិយាយថាមីងស៊ីចង់ផ្ដាច់ទំនាក់ទំនងជាមួយយើងយ៉ាងម៉េចតើនាងមិនមែនទើបតែរត់ចេញពីផ្ទះទេឬហើយការប៉ុណ្ណោះខ្ញុំមិនអាចបញ្ចូលនាងមកផ្ទះវិញទេនៅក្នុងពេលចុងក្រោយនេះហើយខ្ញុំមិនមាត់ក៏ព្រោះតែខ្លាចម៉ាក់ខឹងឪពុករបស់មីងស៊ីនេះតែមានរឿងអ្វីកើតឡើងនៅពេលដែលខ្ញុំមិននៅនោះសួរខ្លួនឯងទៅថានាងទាំងពីរត្រូវខ្វល់ពីមីងស៊ីដែរទេនាងគ្រាន់តែធ្វើពុតពីក្មេងប៉ុណ្ណោះវាគឺជាអាកប្បកិរិយារបស់ពួកគេដែលធ្វើឲ្យបងស្រីធំមីងស៊ីមិនចង់ត្រឡប់មកផ្ទះវិញសូមចាំបន្តិចមានរឿងខ្លះដែលខ្ញុំត្រូវតែដោះស្រាយមីងស៊ីតើនាងកំពុងតែចង់កាត់ចំណងមែនទេខ្ញុំផ្ដល់ដំបូន្មានដែលគ្មានប្រយោជន៍ទៅវាពិតជារំខានខ្លាំងណាស់វាជាស្ថានភាពរបស់នាងនឹងច្បាស់បំផុតមីងស៊ីសូមកុំស្ដាប់ពាក្យសម្ដីរបស់អ្នកដទៃត្រូវតែធ្វើតាមចិត្តរបស់ខ្លួនឯងដរាបណានាងគិតវារួចហើយជំរើសរបស់នាងមួយណាក៏ជាជំរើសល្អដែរចាយល់ព្រមនេះខ្ញុំគួរតែផ្ដល់ពេលវេលាឲ្យក្មេងស្រីម៉ាស់តូចគិតពីរឿងនេះដោយខ្លួនឯងប៉ុន្តែឲ្យទូរស័ព្ទនាងមកហើយឥឡូវនេះខ្ញុំបានដូររូបតាំងអេក្រង់ទូរស័ព្ទរបស់នាងហើយនៅលើនោះគឺមានលេខទូរស័ព្ទរបស់ខ្ញុំបើត្រូវការខ្ញុំអាចទូរស័ព្ទមកបានខ្ញុំនឹងទៅរកនាងហើយខ្ញុំក៏ដូចគ្នាដែរចង់រត់នៅឆេះជ្រៅវាពិតជាត្រជាក់ណាស់ប៉ុន្តែឥឡូវនេះខ្ញុំមានមនុស្សបំរុងម្នាក់ដែលរងមាំនៅពីក្រោយខ្ញុំសូមជក់រំខានខ្ញុំទៅវាកាន់តែរំខានទៅហើយនេះឯងនិយាយអ្វីហ្នឹងយើងអាចត្រឡប់ទៅនិយាយគ្នានៅផ្ទះវិញបានតែអ្នកស្រីដឹងទេថាការផ្ដាច់ចំណងទាំងអស់មានន័យថាអ្នកស្រីលែងត្រូវការខ្ញុំនៅក្នុងគ្រួសារនោះហើយខ្ញុំក៏មិនត្រូវការនៅក្នុងគ្រួសារនោះដែរតាក់ទងនឹងច្បាប់គឺនិយាយថាយើងនឹងខ្លាចទៅជាមនុស្សដែលមិនស្គាល់គ្នាទាំងស្រុងនេះខ្ញុំបានខ្ចីប្រាក់របស់ហេយ៉ាងដើម្បីសងគ្រប់សេនពីអ្វីដែលលោកបានចំណាយលើខ្ញុំរយៈពេល2ឆ្នាំមកនេះខ្ញុំអាចសងលុយទៅកាន់ហេយ៉ាងម្ដងបន្តិចបានប៉ុន្តែខ្ញុំមិនអាចនិយាយពាក្យពីចំពោះលោកបានទេហើយខ្ញុំក៏មិនចង់ជំពាក់លោកសូម្បីតែមួយវិនាទីបងស្រីធំខ្ញុំមិនមែនជាបងស្រីធំរបស់ឯងនោះទេនៅថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់ម្ដាយឯងតើឯងពិតជាត្រូវនិយាយពាក្យដែលមិនសមហេតុផលនេះពេលនេះដែរមែនទេមែនហើយយ៉ាងហោចណាស់សម្រាប់ក្នុងថ្ងៃនេះហើយទាំងនេះមិនមែនជាពាក្យដែលនិយាយទាំងកំហឹងដោយមិនគិតអ្វីនោះទេហើយនេះគឺជាកំហុសរបស់ខ្ញុំតាំងពីដើមមកខ្ញុំមិនគួររំពឹងទៅលើឪពុកម្ដាយបង្កើតរបស់ខ្ញុំទេហើយខ្ញុំមិនគួរលោភលន់ដែលចង់បានរបស់ដែលមិនមែនជារបស់ខ្ញុំឡើយហើយឥឡូវនេះអ្នកមិនបាច់មានបញ្ហាជាមួយខ្ញុំនឹងចាយយានទៀតទេហើយក៏មិនបាច់ស៊ូទ្រាំជាមួយនឹងរូបភាពដែលមិនល្អទៀតដែរហើយនេះគឺជាសំណើចុងក្រោយរបស់ខ្ញុំដោះលែងខ្ញុំទៅយល់ព្រមដែរទេសប្បាយចិត្តនៅពេលដែលចាក់ចេញពីផ្ទះដោយរងងខ្លែនោះយល់ទេបើសិនជាពួកគេមិនចង់បានម៉ាស់តូចនោះទេហើយនាងនឹងខ្លាចទៅជារបស់ខ្ញុំទាំងអស់យប់នោះម៉ាក់កុំយំអីម៉ាក់នៅតែមានកូននឹងនៅក្បែរម៉ាក់ជារៀងរហូតរោគនេះម៉ាក់ខ្ញុំចង់ស្លៀករ៉ូបរបស់មីងស៊ីវានឹងបន្ថែមជាមួយនឹងស្បែកសរបស់ខ្ញុំប្រកាសណាស់វាគ្រាន់តែជារ៉ូបមួយមីងស៊ីនឹងមិនប្រកាន់ទេវាជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំបានរុញកូនស្រីបង្កើតរបស់ខ្លួនឯងចេញដោយដៃរបស់ខ្លួនឯងផ្ទាល់